បាទជំរាបសួរបាទគោរពជំរាបសួរបងប្អូនទាំងអស់គ្នាបាទអ្នកដែលស្នេហាកីឡាលើទឹកបាទបងប្អូនគឺទូកងបាទបងប្អូននេះគឺទូកងមួយគ្រឿងបាទប្រចាំខេត្តគឺដែលមានឈ្មោះល្បីល្បាញមែនទែនបងប្អូនអញ្ចឹងតិចទៀតខ្ញុំនឹងប្រាប់បាទបងប្អូនជាច្រើនបាទដែលបានស្គាល់ទូកងមួយគ្រឿងនេះបាទឥឡូវនេះឃើញថាកំពុងជួសជុលថ្មីបងប្អូនដោយសារការពីប្រកួតឆ្នាំទៅនេះគឺមានបញ្ហាខូចបាក់ក្តារផ្ទះខាងលើបាទទូកនេះបងប្អូនគឺមានឈ្មោះថាដួងសូរិយាបុប្ផាស្ទឹងសែនដែលបងប្អូនទូទាំងប្រទេសក៏ដូចជាពិសេសអ្នកកំពង់ធំគឺយើងបានស្គាល់ហើយបាទគឺលេខ1ទូទាំងខេត្តរហូតដល់ប៉ុណ្ណឹងនៅថ្នាក់ជាតិបាទគឺនៅខាងភ្នំពេញដែលកាលពីជើងទី1ទី2គឺយើងទទួលបានជ័យជំនះហើយរហូតដល់ជើងទី3យើងប៉ះជើងខ្លាំងមកពីខាងបាត់ដំបងគឺនៅរិនទាំងសីបាទបងប្អូនចឹងបងប្អូនយើងជាច្រើនហើយបានទស្សនាបាទអ្នកដែលស្រឡាញ់ស្នេហាវិស័យទូកងគឺបានតាមដានទស្សនាហើយចឹងចង់ដឹងថាឆ្នាំក្រោយនេះខ្លាំងប៉ុណ្ណាបកែប៉ុណ្ណាយើងចាំតាមដានទស្សនាបន្តទៀតដោយសារឥឡូវនេះគឺយើងកំពុងតែជាងបាទលោកគ្រូចាកតកាវត្តគាត់បានឲ្យគេជួសជុលថ្មីបាទជាងជួសជុលថ្មីដោយតកដាលើទៀតចាំមើលលទ្ធផលរួចយ៉ាងណាគឺយើងនឹងអាប់ដេតបន្ថែមជូនបងប្អូនដែលស្នេហាទស្សនាឥឡូវយើងនឹងទៅចិត្តបន្តិចបងប្អូនមើលសភ័ណ្ឌភាពចិត្តបន្តិចបងប្អូនអើយខ្ញុំអត់ដែលបានមកមើលផ្ទាល់ទេងណាមួយខ្ញុំទៅតែចូលចិត្តស្រឡាញ់រយៈពេល2-3ឆ្នាំនេះទេបងប្អូនហើយក៏អត់ដែលបានមកមើលផ្ទាល់ទេនេះចឹងនេះស្អាតមែនទេបងប្អូនអើយខាងនេះចាំងថ្ងៃអត់ច្បាស់បាទនេះជាងបាទពូបងគាត់ជួសជុលថ្មីហើយនេះចាប់ផ្ដើមដុសខាត់ថ្មីបងប្អូនដោយសារយើងមានបាក់ទៅអានេះដូរថ្មីតែអញ្ចឹងដុសខាត់លាបពណ៌ដាក់ក្បូរក្បាច់បន្ថែមថ្មីបងប្អូននេះគឺសិស្សច្បងបាទដួងសូយ៉ាបុប្ផាស្ទឹងសែនបងប្អូនហើយដែលស្ថិតនៅក្នុងខេត្តកំពង់ធំបាទគឺស្រុកកំពង់ស្វាយខេត្តកំពង់ធំបងប្អូនដែលស្ថិតនៅភូមិក្រីដូងបងប្អូនឥឡូវយើងជាងកំពុងជួសជុលថ្មីយើងចាំតាមដានទស្សនានៅពេលដល់ខែប្រកួតទៀតបងប្អូនគឺយើងអុំទូកប្រពៃណីខ្មែរយើងគឺខែ10ខែ11បាទទូកនេះមានចំណុះ70នាក់បងប្អូនបាទឥឡូវឲ្យមើលពីលើតិចបាទឥឡូវបងប្អូនយើងទៅមើលសិស្សប្អូនមួយទៀតបាទដែលទៅប្រសូតថ្មីបាទតាមបញ្ជាក់តាមបោះអ៊ំប្រុសម្នាក់គាត់ថានេះមានទំហំធំជាងសិស្សច្បងដួងសូយ៉ាបងប្អូនអញ្ចឹងផ្ញើជូនបាទអ្នកកំពុងធំក៏ដូចជាអ្នកគ្រប់ត្រូលដួងសូយ៉ាទាំងអស់បាទឆ្នាំនេះគឺពេញលេងហើយបងប្អូន2គ្រឿងបាទហើយនេះរូបរាងចាប់ផ្ដើមហើយបងប្អូនកំពុងតែប្រសូតឡើងហើយបាទនេះបងប្អូនខ្ញុំដើរចិត្តតិចអត់ទាន់ផាត់ថ្នាំដាក់ក្បាច់អីទេបងប្អូនប៉ុន្តែរូបរាងគឺចេញហើយបងប្អូនធំមែនទេបងប្អូនសិស្សប្អូនបាទស្ទឹងសែនថាបដីនេះមានចំណុះ80នាក់បងប្អូនអញ្ចឹងធំជាងសិស្សច្បងអញ្ចឹងឆ្នាំនេះដួងសូយ៉ាលេងមកអស់ដៃបងប្អូនអត់មានបធូរដៃដូចឆ្នាំទៅទេការពីបាទបងប្អូនគឺឆ្នាំទៅយើងមានបញ្ហាក្តារប្រទះពេលប៉ះនរិនជើងទី2ជើងទី3បងប្អូនឥឡូវនេះបងអើយខ្ញុំទៅចូលចិត្តទូកដែរទេនិយាយត្រង់ទៅហើយឃើញថាសុភនភាពបាទទូកខ្មែរទូកងខ្មែរយើងណាហើយស្រស់ស្អាតដែលជាប្រពៃណីមកពីដូនតាបាទតើបងប្អូនមើលចិត្តតិចអ៊ំដើមអីគេនេះអ៊ំកគីអញ្ចឹងបងប្អូនកគីភាគច្រើនគេយកធ្វើទូកដោយសារវាធន់នឹងទឹកដែលទីតាំងស្ថិតនៅវត្តដួងសូយ៉ាបាទហៅវត្តក្តីដូងហើយនេះសិស្សច្បងមុនបាទ2គ្រឿងតែឥឡូវគឺចាប់ផ្ដើមមាន2គ្រឿងទៀតហើយធំបងប្អូនឆ្នាំទៅយើងមានតែ1គ្រឿងឯងធំដួងសូយ៉ានៅខាងមុខមាញ់តែឆ្នាំនេះគឺ
đại con quạt cha gật ca quạt lên một đường tiết đầm bay dương cà pi hay có cầm ở vì bánh hà tới dương miền tục đỏ đồ chẳng bông bồn nè đại sanh hà tục dương trăm tam đan đò pe đại bậc cua tầng óc nia bông bồn mà rú cháy sơ bồn ban đại toàn dương đã năm đã cầm mạch đây cho mơ tại cầm mạch hơi ấy mạch má dương tam đan po miến nhom nằng liệt pe mà thọt chạy chuồn bông bồn tu sana và thêm tiền lấy xong mơ bị cào một tí chứ coi bông bồn này trong prư zum bò bông bồn vào này khang khong bông bồn này cái đạp cáp sân cái đạp cáp tí tiết đào về liệp nam hái bay tới vậy nhá ông này nơi mưa thông dân mà và này hay bạn bên vọt cái đây đông dưới bông bồn mà vọt đuông sôi ra hay vọt cái đây đông này khang này tôi vui bông bồn ông ăn ban vô từ lê nhỉ lấy dương miền pi kêu tham mây này đặt tục chào bờ dương ông cả ban này nó chăm nó tích nó man nè tôi này chẳng năm này pa cu lo mới bông bồn đuông cứ tiêm pi kêu bà dương ăn đằng đấy thập pa khang ná hay nâng thạch khai lần với thạch khai thấy dương từ đo thạch chiết đều chiaពិធីបុណ្យអុំទូកប្រពៃណីខ្មែរបាទតតាំងពីបុរាណមកបាទដែលបុព្វបុរសដូនតាយើងបន្សល់ទុកឲ្យគឺតាំងពីសម័យអង្គរបាទដែលស្ដេចខ្មែរយើងច្បាំងមួយចំប៉ាឈ្នះតាមរយៈផ្លូវទឹកតាំងពីនឹងមកក៏យើងប្រពៃពិធីបុណ្យអុំទូកម្ករហូតបងប្អូនចឹងឥឡូវខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនមិនមានអីច្រើនទេចែកជូនបងប្អូនទស្សនាប៉ុណ្្នឹងហើយយើងមើលចិត្តតិចទេអូបងប្អូនnàyចេញជួក៏លាបថ្នាំហ្នឹងបងប្អូនប្រហែលជាគេលាបជួក៏ឲ្យវាកុំឲ្យវាលិចទឹកហ្នឹងបងប្អូនបាទនេះអូតែចាអរគុណច្រើនបងប្អូនបាទវីដេអូមានតែប៉ុណ្្នឹងចែកជូនទស្សនាប៉ុណ្្នឹងយើងចាំតាមដាននៅពេលដែលរួចរូបរាងសុភភាពយ៉ាងណាហើយលបឿនលឿនលយយ៉ាងណាគឺយើងចាំតាមដានទស្សនាទាំងអស់គ្នានៅពេលដែលដល់ពេលដែលប៉ុណ្ណឹងចាអរគុណច្រើនបងប្អូន